សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី27ឈ្មោះកូតូយោងតាមក្រសួងធនធានទឹកនិងឧតុនិយមដែលបានអង្កេតពិនិត្យនិងវិភាគលើស្ថានភាពធាតុអាកាសនិងអាកាសធាតុនៅក្នុងតំបន់និងព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី27ឈ្មោះកូតូហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងអេសានដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអាណ្ដាម៉ាន់និងលើព្រះរាជាណាចក្រកម្ពុជាហើយព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះទទួលរងឥទ្ធិពលកម្រិត 30% នៅចន្លោះរវាងថ្ងៃទី26ដល់ថ្ងៃទី30ខែវិច្ឆិកាដែលស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី27ខែវិច្ឆិកាដល់ថ្ងៃទី5ខែធ្នូឆ្នាំ2025មានលក្ខណៈដូចតទៅតំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 15% តំបន់ខ្ពង់រាបរួមមានខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 20% តំបន់មាត់សមុទ្ររួមមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោបរិមាណទឹកភ្លៀងអាចកើនឡើងក្នុងកម្រិតមធ្យមនិងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 10% រលកសមុទ្របោកបក់ខ្លាំងមានកម្ពស់មធ្យមអបបរមា1.50 ម៉ែត្រសង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា2.50 ម៉ែត្រសង់ទីម៉ែត្រយកលើការព្យាករណ៍ដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកនិងបងប្អូននេសាទតាមសមុទ្រក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តធ្វើការតាមដានវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន